វីដេអូថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីសមិទ្ធផលដ៏អស្ចារ្យរបស់ក្រុមហ៊ុនចិនដែលបានសាងសង់អគារ10ជាន់នៅទីក្រុងក្នុងរយៈពេលត្រឹមតែ28ម៉ោង45នាទីប៉ុណ្ណោះក្រុមហ៊ុននេះប្រើបច្ចេកវិទ្យាសាងសង់បែបផ្គុំបញ្ចូលគ្នាជាប្រព័ន្ធតភ្ជាប់ដោយគ្រប់ផ្នែកទាំងអស់នៃអគារនីមួយៗត្រូវបានសាងសង់នៅក្នុងរោងចក្រទុកជាមុនបន្ទាប់មកដឹកជញ្ជូនមកដំឡើងនៅទីតាំងដោយប្រើរយៈពេលខ្លីដើម្បីភ្ជាប់ជាមួយនឹងគ្រឹះដែកដែលមានបំពាក់ប្រព័ន្ធទឹកភ្លើងរួចជាស្រេចអគារនេះមានរចនាសម្ព័ន្ធដែកអ៊ីណុកដែលក្រុមហ៊ុនអះអាងថាស្រាលជាង10ដងនិងរឹងមាំជាង100ដងបើធៀបនឹងសម្ភារៈធម្មតាហើយអាចទប់ទល់នឹងគ្រោះរំជួយដីនិងព្យុះទីហ្វុងផងដែរប៉ុន្តែសំណួរសំខាន់គឺថាតើបច្ចេកវិទ្យានេះអាចជួយដោះស្រាយវិបត្តិលំនៅឋានសម្រាប់កំណើនប្រជាជននៅក្នុងទីក្រុងធំៗបានដែរឬទេជាមួយនឹងការសាងសង់ដ៏លឿនហើយតម្លៃសមរម្យវាអាចជាដំណោះស្រាយសម្រាប់លំនៅឋានទីក្រុងដែលកំពុងប្រឈមនឹងកង្វះខាតហើយនឹងតម្លៃថ្លៃតែទោះយ៉ាងណាក៏ដោយក៏មានក្តីបារម្ភអំពីគុណភាពនិងសុវត្ថិភាពរយៈពេលវែងផងដែរតើយើងគិតថាបច្ចេកវិទ្យាវិស្វកម្មបែបនេះអាចកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដែរឬទេពីព្រោះបញ្ហាសេដ្ឋកិច្ចធ្វើឲ្យមនុស្សព្យាយាមគិតបង្កើតនៅអ្វីដែលមានតម្លៃថោកទោះបីជា model នេះมันអាចបង្កក្តីបារម្ភក្នុងការដាក់ត្រួតលើគ្នាក៏ដោយយើងអាចយកមកតម្រៀបសម្រាប់ចែកជូនដល់ប្រជាជនក្រីក្រឬក៏ដាក់នៅលើដីនៅតាមជនបទសូមចូលរួមជាមួយយើងដើម្បីមើលទស្សនវិជ្ជានៃការសាងសង់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះនិងពិភាក្សាពីអនាគតនៃបច្ចេកវិទ្យាសាងសង់តើអ្នកគិតថាវិធីនេះនឹងផ្លាស់ប្ដូរទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជាដែរឬទេតែកម្ពុជាត្រូវរៀនសូត្រអ្វីខ្លះពីបច្ចេកវិទ្យាវិស្វកម្មដ៏អស្ចារ្យនេះដើម្បីទម្លាក់តម្លៃលំនៅឋានឲ្យកាន់តែថោកសមរម្យសម្រាប់ឲ្យប្រជាជនទូទៅមានលទ្ធភាពទិញបានសូមកុំភ្លេចជួយ like share និង subscribe នៅក្នុងវីដេអូនេះដើម្បីទទួលបានព័ត៌មានថ្មីៗសូមអរគុណ